គ្រប់ជំរាបសួរបងប្អូនជនរួមជាតិជាទីនឹករលឹកសូមគ្រប់វិរៈភាពបងប្អូនកងទ័ពប្រចាំការនៅជួរមុខតំបន់នៅក្នុងវេលាឱកាសនេះខ្ញុំចង់ចូលរួមជាកំណត់តូចមួយនឹងការអំពាវនាវដល់បងប្អូនខ្មែរប្រុសស្រីនៅក្នុងកលៈស័កដែលយើងកំពុងតែប្រទីងបន្ទង់ជាមួយនឹងចោលកំពុងតែឈ្លានពានមកលើទឹកដីកម្ពុជាយើងរឿងជាតិគឺជារឿងរបស់ពួកយើងទាំងអស់គ្នាមិនមែនជារឿងផ្ដាច់មុខរបស់បុគ្គលណាមួយទេដូច្នេះក្នុងនាមយើងជាម្ចាស់ប្រទេសក្នុងនាមយើងជាកោតសកលរបស់ជាតិយើងត្រូវចេះឈឺឆ្អាលទៅតាមលទ្ធភាពសមត្ថភាពរបស់យើងដូចជាខ្ញុំមានលទ្ធភាពប៉ុណ្ណាខ្ញុំនឹងបម្រើនិងលះបង់ជូនជាតិប៉ុណ្ណោះហើយយើងកុំបន្ទោសកុំជេរស្ដីគ្នាក្នុងកលៈស័កនេះដោយសារតែប្រទេសយើងកំពុងតែត្រូវបានចោលប្រវត្តិសាស្ត្រយកភ្លើងយកសាំងមកដុតធ្វើទុកបុកម្នេញតាមព្រំដែនហើយប្រមុខរដ្ឋាភិបាលរបស់យើងក៏កំពុងតែស្វែងរកវិធីសាស្ត្រនិងយុទ្ធវិធីដើម្បីការដោះស្រាយបញ្ហាប្រកបដោយសន្តិភាពនិងសន្តិវិធីទោះបីយ៉ាងណាយើងជាពលរដ្ឋយើងជាម្ចាស់ប្រទេសមួយដែរយើងគួរតែចេះឈឺឆ្អាលជួយបងប្អូនដែលរងទុក្ខហើយជួយនោះយើងមិនមែនជួយមួយឆាវជួយដើម្បីឲ្យល្អមើលទេយើងរួមគ្នាជួយទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានរឿងសំខាន់ដែលយើងត្រូវជួយកុំបង្កហេតុឲ្យមានប្រធានសេនាឬក៏អសន្តិសុខនៅក្នុងប្រទេសរំខានដល់ការដោះស្រាយបញ្ហាជាមួយនឹងចៅហើយការដោះស្រាយរបស់រដ្ឋាភិបាលវាមិនអាចសមប្រកបទៅអ្វីដែលយើងចង់បាននោះទេវាតែងតែមានខ្វះចន្លោះចំណុចនេះចំណុចនោះសម្រាប់ខ្ញុំមិនមានអ្វីដើម្បីដាក់បន្ទុកទៅលើបងប្អូនណាមួយឬក៏បុគ្គលដោះស្រាយបញ្ហាជាតិណាមួយទេគ្រាន់តែថាចូលរួមជាគំនិតយោបល់ទៅតាមទូនាទីរបស់ខ្ញុំតែប៉ុណ្ណោះពីព្រោះវាសនាប្រទេសនេះយើងត្រូវរួមគ្នាសម្រេចវាឲ្យបានឲ្យល្អប្រសើរទុកឲ្យកូនចៅជំនាន់ក្រោយបានបន្តរស់នៅលើទឹកដីរបស់ខ្លួនជានិរន្តរ៍ហើយកុំឲ្យបាត់បង់ពីផែនទីពិភពលោកព្រឹត្តិការណ៍ក៏ដូចជាសភាពការទៅតាមព្រំដែនវាមានកម្ដៅដោយសារតែចោលចង់បង្ករឿងមានមហិច្ឆតាឈ្លានពានកម្ពុជាយើងមិនឈប់ហើយចោលប្រវត្តិសាស្ត្រមួយនេះមិនមែនទើបតែឈ្លានពានកម្ពុជាយើងទេតាមវាអតីតកាលបច្ចុប្បន្ននិងបន្តទៅអនាគតទៀតបើសិនជាយើងមិនបញ្ចប់នៅមហិច្ឆតារបស់ចោលនៅក្នុងកលៈស័កនេះនោះទេកូនខ្មែរយើងជំនាន់ក្រោយក៏រស់អត់សុខដែរព្រោះចោលនៅតែចិញ្ចឹមចិត្តចង់វាយចង់រំលោភបំពានមកលើបូរណភាពទឹកដីនេះពេលនេះបើគេរំលោភបំពានបានដោយសេរីបានដោយសុវត្ថិភាពលើក្រោយគេនឹងឈ្លានពានបន្តទៀតអញ្ចឹងវិធីសាស្ត្រទប់ទល់វាមានតែធ្វើឲ្យកើតឡើងជារូបភាពជាក់ស្ដែងក្រាញនានានៅទីកន្លែងដែលជារបស់យើងការទូតក៏យើងធ្វើភាពជាក់ស្ដែងក៏យើងធ្វើទប់ស្កាត់ទប់ទល់ក៏យើងធ្វើពីព្រោះយើងអត់មានជំរឿនអីក្រៅពីយើងការពារអធិបតេយ្យភាពរបស់យើងទេហើយកិច្ចការងារនេះត្រូវការចូលរួមពីបងប្អូនជនរួមជាតិជាមួយរដ្ឋាភិបាលនិងបងប្អូនកងទ័ព
ចូលរួមរបៀបណាគ្រាន់តែយើងមិនបង្កអសន្តិសុខនៅក្នុងប្រទេសក្នុងពេលដែលយើងជួបការឈ្លានពាននេះក៏ជាការចូលរួមមួយជួយរដ្ឋាភិបាលដែរហើយយើងកុំផ្អើលឈូឆរតាមគេញុះញង់ឲ្យធ្វើសកម្មភាពណាមួយដែលរំខានទៅដល់កិច្ចការងាររដ្ឋាភិបាលដែលកំពុងតែមមាញឹកដោះស្រាយជាមួយនឹងចោរឈ្លានពានហើយជាការជួយដល់ប្រទេសជាតិដែរអានឹងយើងនិយាយបែបសាមញ្ញបើនិយាយឲ្យស្រួលស្ដាប់យើងរួមគ្នាធ្វើយ៉ាងណាឲ្យខ្មែរមានសាមគ្គីភាពជាធ្លុងមួយដើម្បីជាកម្លាំងស្នូលក្នុងការទប់ស្កាត់ចោរឈ្លានពានមកលើទឹកដីកម្ពុជាយើងលទ្ធភាពបានទៅណាយើងជួយទៅនោះបើយើងមិនរួមគ្នាជួយទេវាជាការរំខាននិងដង្កូវចេញពីសាច់គេអាចឆ្លៀតឱកាសនិយាយប្រហារយើងបានគ្រប់ពេលដូច្នេះសូមបងប្អូនប្រយ័ត្នដែលគេយករងើកភ្លើងខាងក្រៅមកដុតនៅក្នុងផ្ទះយើងហើយយើងចូលរួមដុតផ្ទះយើងទាំងមិនដឹងខ្លួនអានោះត្រូវប្រយ័ត្នរបស់គ្នាហើយការឈឺចាប់របស់បងប្អូនខ្ញុំក៏ជ្រាបព្រោះខ្ញុំក៏ឈឺចាប់ដែរប៉ុន្តែសូមប្រែក្លាយការឈឺចាប់របស់យើងឲ្យទៅជាឱសថដ៏មានសារៈសំខាន់និងប្រសិទ្ធភាពក្នុងការព្យាបាលភាពអសកម្មនិងទុនខ្សោយរបស់យើងទៅវិញយើងត្រូវខំប្រឹងលូតតំខ្លួនយុវជនត្រូវជៀសឆ្ងាយពីគ្រឿងញៀនប្រឹងរៀនដើម្បីឲ្យមានគុណភាពក្នុងការចូលរួមជួយសង្គមជាតិនៅថ្ងៃអនាគតហើយបើសិនជាសង្គ្រាមនេះមិនបញ្ចប់ទៅដោយភាពត្រឹមត្រូវនោះទេកម្ពុជាយើងនឹងគ្មានថ្ងៃសុខសាន្តនោះឡើយបើទោះបីលោកដូណាល់ត្រាំបង្កើតនៅអង្គភាពថ្មីមួយក្រុមប្រឹក្សាសន្តិភាពក៏ដោយចុះក៏យើងគ្មានសន្តិភាពជាមួយចោរយូរអង្វែងដែរពីព្រោះយើងវិភាគមើលអញ្ចេះអង្គការសហប្រជាជាតិមានយន្តការជាច្រើនដើម្បីការពារប្រទេសនៅក្នុងពិភពលោកធម្មនុញ្ញអង្គការសហប្រជាជាតិបានចែងច្បាស់លាស់អំពីការហាមឃាត់សមាជិកណាមួយទៅឈ្លានពានប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិប៉ុន្តែចៅថៃវាអត់បានញញើតនៅធម្មនុញ្ញអង្គការសហប្រជាជាតិទេវាថែមជាងបញ្ឈឺអង្គការសហប្រជាជាតិទៅទៀតវាប្រហារគ្រប់ទម្រង់មានទាំងអាកាសផ្លូវទឹកផ្លូវគោកផ្សៃពុលក្របបែកចកោមដែលគេហាមឃាត់ដាច់ខាតមិនឲ្យប្រើប្រាស់ក្នុងសង្គ្រាមបាញ់ផ្សៃពុលលាក់នឹងលាក់គឺថៃបានប្រើយន្តការអាក្រក់អស់នេះបានប្រើនៅសកម្មភាពរដ្ឋបាលនេះមកលើកម្ពុជាយើងដោយមិនខ្លាចញញើតជាមួយនឹងច្បាប់អន្តរជាតិហើយចោតថៃបានជន់ឈ្លីធម្មនុញ្ញអាស៊ានរបស់អាស៊ីយើងទៀតស្របពេលដែរចោលសៀមចោលថៃក៏ជាសមាជិកសហគមន៍អាស៊ានមួយដែរនោះធ្វើឲ្យអាស៊ានទាំងមូលឈឺក្បាលដោយសារតែការបំពានរំលោភជាក់ស្ដែងរបស់ចោលថៃមកលើកម្ពុជាអញ្ចឹងយន្តការអន្តរជាតិជារឿងមួយបន្ទាប់បន្សំតែយើងជាប្រទេសតូចក្នុងការពឹងពាក់គេឲ្យដឹងឮឲ្យអន្តរាគមន៍ឲ្យជួយឲ្យទប់ស្កាត់ប៉ុន្តែយើងឆ្លងកាត់ហើយប្រហែលខែមុននេះអត់ទាន់មានស្ថាប័នអន្តរជាតិណាមួយថ្កល់ទោសទង្វើឈ្លានពានយ៉ាងកំរោលរបស់ចៅថៃនោះទេដូច្នេះកម្ពុជាទៅមុខទៀតគួរធ្វើដូចម្ដេចកសាងខ្លួនឲ្យរឹងមាំហើយការងារចម្បងគឺកសាងវិស័យយោធាមិនត្រឹមតែកសាងវិស័យយោធាទេត្រូវតែកសាងនៅយុទ្ធភ័ណ្ឌរបស់យោធាទៅទៀត
ហើយកសាងរបៀបមិនឲ្យវិស័យយោធាតាមព្រំដែនមានលទ្ធភាពមានគុណភាពនិងមានមនុស្សច្បាស់លាស់នៅក្នុងប្រទេសយើងកុំមានតែឈ្មោះពេលដែលត្រូវប្រយុទ្ធអត់មានមនុស្សទៅប្រយុទ្ធអានេះគ្រាន់តែជាទស្សនៈគ្រាន់តែជាការលើកឡើងមួយក្នុងការយុទ្ធកិច្ចទេមិនមែនចោទប្រកាន់ថាយើងមិនមានតបទៅប្រយុទ្ធឡើយសូមចោទឲ្យកងកន្លែងនេះអញ្ចឹងវិស័យយោធាគឺសំខាន់ណាស់ក្នុងការការពារដែនអធិបតេយ្យភាពរបស់កម្ពុជាពីព្រោះគេឈ្លានពានយើងគេប្រើកម្លាំងបាយអញ្ចឹងយើងត្រូវគិតគូរដល់ចំណុចនេះហើយយើងកុំតំអូនតំឯកថាប្រទេសយើងក្រកុំតំអូនតំឯកថាប្រទេសយើងតូចប្រទេសក្រជាងយើងក៏មានដែរនៅក្នុងពិភពលោកហ្នឹងឡាវក៏ប្រជាជនគេតិចជាងយើងពាក់កណ្ដាលឯនោះជាងពាក់កណ្ដាលហើយប្រទេសក្រយើងមើលមីយ៉ាន់ម៉ាក៏មិនរីកចម្រើនដូចយើងដែរប៉ុន្តែមីយ៉ាន់ម៉ាគេបានកសាងនៅប្រព័ន្ធការពារប្រទេសគេយ៉ាងរឹងមាំចោលថៃអត់ហ៊ានលោតជាមួយមីយ៉ាន់ម៉ាសង្ហបុរីកោះតូចមួយតែប្រព័ន្ធការពារប្រទេសរបស់គេធ្វើឲ្យពិភពលោកស្ងប់ស្ងាត់ខ្ញុំមិនប្រៀបទៅដល់អ៊ីស្រាអែលទេពីព្រោះយើងដឹងប្រវត្តិអ៊ីស្រាអែលប្រជាជនគេយ៉ាងម៉េចគេទៅឆ្ងាយជាងយើងណាស់ប៉ុន្តែយើងសុំមកយើងនេះធ្វើយ៉ាងណាឲ្យមានការការពារប្រទេសឲ្យរឹងមាំកុំឲ្យគេមាក់ងាយប្រមាថតទៅទៀតដូច្នេះការទូតក៏យើងធ្វើការពារជាក់ស្ដែងតាមកម្លាំងបាយក៏យើងត្រូវតែបើយើងមិនខ្លាំងទេរាល់ការចរចាទាំងឡាយមិនមានឡើយភាពស្មើគ្នាបើយើងមិនខ្លាំងទេផ្នែកកងទ័ពរាល់ការចរចាទាំងឡាយត្រូវរងការប្រមាថដោយព័ត៌មានទើបចេញថ្មីថាគេមិនមកប្រជុំជាមួយយើងគេអត់ជន់តំណែងយើងផងនេះជាការប្រមាថមួយបងប្អូនត្រូវឈឺចាប់ត្រូវចងចាំថាបើយើងអន់យើងខ្សោយគឺគេមិនខ្វល់អំពីទឹកចិត្តយើងទេគេអត់គោរពយើងទេគេមិនខ្វល់ពីសិទ្ធិយើងទេគេមិនឲ្យតម្លៃយើងទេដូច្នេះសង្ឃឹមថាពីថ្ងៃនេះទៅកូនខ្មែរគ្រប់រូបរួមគ្នាកសាងអភិវឌ្ឍសមត្ថភាពខ្លួនសង្គមគ្រួសារខ្លួនរហូតដល់ការអភិវឌ្ឍជាតិទាំងអស់គ្នាបើពុំនោះទេកូនខ្មែរយើងចំណងក្រោយនឹងរងគ្រោះដោយសារយើងនៅពេលនេះហើយបងប្អូនយុវជនបច្ចុប្បន្នដែលខ្លាយខ្លួនជាក្មេងមិនស្ដាប់បង្គាប់ឪពុកម្ដាយដែលខ្លាយខ្លួនជាក្មេងមិនស្ដាប់បង្គាប់អ្នកគ្រូលោកគ្រូសូមកែឡើងវិញព្រោះអនាគតជាតិសង្ឃឹមលើមនុស្សចំនួនក្រោយតែបើមនុស្សចំនួនក្រោយមិនមានគុណភាពអនាគតជាតិនឹងទូទុនទៅតាមនោះច្បាស់ហើយថាប្រទេសមានដឹកនាំមានក្រុមមានដឹកនាំកិច្ចកោតតែយើងជាកោសិកាប្រទេសនេះក៏ត្រូវតែរឹងមាំមានគុណភាពដើម្បីចូលរួមជួយមានដឹកនាំប្រទេសនោះដែរព្រោះមានដឹកនាំគាត់មិនអាចជួយយើងបានគ្រប់ពេលទេមិនអាចជួយជាតិបានតែក្រុមគាត់ប្រមាណ100នាក់នោះទេហើយការកម្លាំងចូលរួមគ្រប់មជ្ឈដ្ឋានហើយកម្លាំងចូលរួមនោះទៀតសោតគឺមានគុណភាពបើមិនដូច្នោះទេប្រទេសយើងនៅតែទុនខ្សោយតទៅមុខទៀតតែចង់ឲ្យប្រទេសយើងត្រូវបានគេប្រមាថម្ដងហើយម្ដងទៀតមួយចំនួនទៅមួយចំនួនទៀតឬយ៉ាងណាចឹងបងប្អូនគិតពិចារណាឲ្យស៊ីជម្រៅហើយសូមចាត់បងប្អូនខ្មែរនៅក្រៅប្រទេសបើមិនបានជួយអីទេកុំតន់អាចចាប់កំហុសគ្នានៅពេលនេះអីកុំបំបីបំបាក់ទឹកចិត្តសាមគ្គីភាពជាធ្លុងមួយរបស់ជាតិខ្មែរនៅក្នុងពេលនេះអីពីព្រោះពេលនេះគឺជាពេលដែលយើងប្រមូលផ្ដុំកម្លាំងអ្នកស្នេហាជាតិកម្លាំងសាមគ្គីជាតិដើម្បីតទល់ជាមួយចោលបើពុំនោះទេផ្ទះយើងត្រូវបានចោលដុតឆេះខ្លាយជាផេះมันអាចរស់នៅបានទេ
គ្មានប្រទេសហៅនឹងគេឡើយដូច្នេះសូមបងប្អូនជនរួមជាតិទាំងអស់ចូលរួមជួយកសាងប្រទេសជាតិយើងចាប់ពីថ្ងៃនេះតទៅបាទសូមអរគុណសូមគោរពជម្រាបលាបាទ